thế nào rong sẵn ánh khăn đấy mà tê ha vay nước chập đai miên plai nữa chọn lần tham mà tây Hawaiiนี่មានផ្លែអត់rồi sao ông khang khổមើល ô nè plai cái mà chẳng khơi ấy po đi slap đai à bà dương mơ ta bị lỡ dương ở đăng tham mà tê ní miên plai ai vậy ban tha ní chỉ plai đạp đai vậy rồi nổ ហើយ សម្រាប់មកតេ Hawaii នេះគឺជាផ្លែដើមដៃឲ្យពិនិត្យមើលទៅលើដើមវាឃើញទេយើងនៅខ្ចីហើយផ្លែវាយើងទឹមចាប់ផ្ដើមរៀនផ្លែទេតែផ្លែខ្លះអាចប្រមូលផលបានណា plai đai ធម្មតាប្រទេសហិលយើងប្រទេសផ្លោកក្តីគឺកសិករយើងគាត់ដាំតែនៅខាងក្រៅទេត្រូវកំដៅថ្ងៃដល់ពេលនៅក្នុងកសិដ្ឋានបងប្រុសគឺគាត់ដាំនៅក្រោមដំបូលនៃផ្ទះសំណាញ់ អញ្ចឹងហើយបាទថ្ងៃនេះខ្ញុំនាំ Marinette មកសិក្សាតាក់ទងជាមួយនឹងការដាំដុះដំណាំនៅក្នុងកសិដ្ឋាននេះហ្នឹងណាជាពិសេសគឺតាក់ទងជាមួយនឹងកសិករគាត់វិវត្តពីការដាំដុះបែបសាមញ្ញទៅជាការដាំដុះបែបទំនើបបែបនេះ ពេលខ្ញុំដើរនៅជួរកដាលមិញឃើញផ្លែមួយទេប៉ុន្តែដល់ពេលនៅគៀនសំណាញ់ខាងនេះវិញឯក៏ផ្លែច្រើនមែន សម្រាប់បន្លែផ្លែដែលដាំជាប់ជាមួយនឹងជញ្ជាំងផ្ទះសំណាញ់ហ្នឹងគឺទទួលបាននៅអុកស៊ីហ្សែនច្រើនហើយមុនគេទៀតអញ្ចឹងធ្វើឲ្យវាចេញផ្លែមុនគេហើយបានផ្លែច្រើនហើយធំឃើញទេដល់ពេលខាងក្នុងនេះខ្លះចេញផ្លែទៅខ្លះអត់ចេញទៅបើក្នុងកដាលនោះវិញអត់សូវមានហ្មងអញ្ចឹងនេះជាលក្ខណៈពិសេសមួយក្នុងការដាំដុះបន្លែផ្លែក្នុងផ្ទះសំណាញ់ណា អញ្ចឹងមានន័យថាដំណាំបន្លែផ្លែដែលដាំជាប់នៅជញ្ជាំងទទួលបានអុកស៊ីហ្សែនច្រើនជាងនៅខាងក្នុងអញ្ចឹងហើយបានជាគេផ្លែល្អហើយច្រើនជាងបន្លែនៅខាងក្នុង តែខាងនេះក៏ម្ទេសផ្លោកដែរនេះ ក្រោមដំបូលផ្ទះសំណាញ់ខាងនេះដើមម្ទេសផ្លោកគឺវាតូចតែឯដែលខ្ញុំសង្កេតឃើញគឺផ្លែវាធំនេះធំណាប៉ុណ្ណឹងអាចប្រមូលផលបានទេអូអានេះក៏ធំដែរអូណែធំទាំងអស់ បកែសង្កេតណាដើមវាទូចមែនប៉ុន្តែផ្លែធំអាចនិយាយបានថារោងនៅខាងនេះប្រហែលជាគេប្រមូល 3 4 សាយមកទៅប៉ុន្តែរោងមុនហ្នឹងដែលយើងឃើញហ្នឹងគឺម្ទេសផ្លោកហ្នឹងទើបចាប់ដើមរៀនផ្លែដបងទេធំនេះ អូយផ្លែល្អនេះឲ្យធំទៀតខ្ញុំគិតថាប៉ុណ្ណឹងអាចបេះបានទេព្រោះឯផ្លែប៉ប៉ិនប៉មែនហ្នឹងវាធំមែនប៉ុន្តែឃើញលោកគេមិនទាន់បេះបានណាតោះធំជាងនឹងអីទៅឬក៏វាអាចបដូរពណ៌អីទៅយើងមិនដឹងអូល្អនេះសុទ្ធតែផ្លែ ម្ទេសនេះយើងដាំរយៈពេលជាង 2 ខែហើយឥឡូវវាចាប់ផ្ដើមឲ្យផលបដាឲ្យផលបដាអញ្ចឹងអាចប្រមូលផលបានបដាដែរណាបង បាទម្ទេសនេះយើងដាំនៅក្នុងដំបូលផ្ទះសំណាញ់ហើយវាអត់ត្រូវទឹកភ្លៀងទេហើយម្ទេសវាចាញ់ទឹកភ្លៀងអញ្ចឹងយើងដាំនៅក្នុងរោងផ្ទះសំណាញ់យើងការពារទឹកភ្លៀងបានហើយនៅក្នុងផ្ទះសំណាញ់បែបនេះគឺយើងអាចការពារសត្វល្អិតបានដោយអត់មានសត្វល្អិតមកបំផ្លាញវាទេ ចាបងនិយាយរួមទៅការដាំដុះបន្លែដែលនៅក្នុងផ្ទះសំណាញ់បានផលច្រើនណាស់ណោះតាំងបន្លែស្លឹកនិងបន្លែផ្លែបងចាអញ្ចឹងប៉ានេះអាចប្រមូលផលបាននៅអូអានឹងដៃប្អូនហ្នឹងអាហ្នឹងចាស់ហើយអាហ្នឹងយើងអាចប្រមូលបានអូអាចបេះបានហើយមករីណូ បាទអាហ្នឹងពណ៌ចាស់ហ្នឹងគឺវាពណ៌បៃតងប៉ុន្តែដល់ពេលវាទុំវាពណ៌ក្រហម អូដំបូងខ្ញុំគិតថាស្មានតែពណ៌ខៀវនេះខ្ចីចាស់ពណ៌លឿងហើយក្រហមទុំតាមពិតអានេះគឺចាស់ពណ៌បៃតងអញ្ចឹងតាចុះបងអានេះវិញបេះបានអត់ អាហ្នឹងបេះអត់ទាន់បានទេវានៅខ្ចី តែនៅបើសិនជាយើងប្រមូលផលពិបាកដែរហ្នឹងយើងគិតថាឲ្យតែធំប៉ុណ្ណេះគឺបេះបានតាមពិតមានណាធំដូចគ្នាប៉ុន្តែអានេះបេះបានហើយអានេះបេះអត់បាន បើសិនជាវាធំប៉ុនគ្នាមែនប៉ុន្តែពណ៌វានៅបៃតងយើងអត់ទាន់បានប្រមូលបានទេព្រោះវានៅខ្ចីកាលណាបើយើងប្រមូលផលនឹងខ្ចីម្ទេសនេះវានៅស្រាទម្ងន់វាអត់ធ្ងន់ណាដល់ពេលយើងវាខាតគីឡូយើងឥឡូវអញ្ចេះវិញខ្ញុំសុំមើលបងវិញជូនកត្រៃទៅបង បាទម្ទេសបើយើងទុកឲ្យទុំលក់បានថ្លៃប៉ុន្តែយើងត្រូវប្រមូលផលបដាសម្រាប់ដូចជាម្ទេសនេះវាចាស់ហើយអញ្ចឹងយើងអាចប្រមូលផលបានយើងអាចលក់ពណ៌ខៀវពណ៌បៃតងហ្នឹងក៏បានដែរហើយបើយើងទុកឲ្យចាស់ប្រហែលជា15ថ្ងៃទៀតវានឹងអាចទុំពណ៌ក្រហមណាបើពណ៌ក្រហមវាអាចបានថ្លៃជាងហ្នឹងប៉ុន្តែសម្រាប់ទីផ្សារសប្តាហ៍ថ្ងៃយើងអាចលក់អាពេលចាស់ហ្នឹងក៏បានពេលទុំក៏បាន ចាបងអញ្ចឹងម្ទេសផ្លោកចាស់អញ្ចេះយើងអាចយកទៅធ្វើជាលក់ជាមួយប្រហិតត្រីស្លាតជ្រលក់ប្រហុកក្លៀនប្រហុកស្ដាយណាបងអានេះពាក្យចាស់គេថាផ្លែបាក់មេឃណាផ្លែច្រើនវាផ្លែច្រើនពេក ចុះម្ទេសបងនេះពេលវាទុំពណ៌អីវិញបង អានេះពណ៌ក្រហមពូជពណ៌ក្រហម អូពូជពណ៌ក្រហម
បើខ្ញុំគិតថាទុកឲ្យទុំចំណេញជាងព្រោះឲ្យបានថ្លៃ តែយើងតម្រូវចិត្តអតិថិជនខ្លះគាត់ចង់បានពណ៌បៃតងចាស់ហ្នឹងច្រើនជាងដោយសារពណ៌បៃតងជួនកាលគាត់យកទៅទុកលក់បានយូរបើពណ៌ក្រហមទុកអត់បានយូរទេអញ្ចឹងណាអញ្ចឹងគាត់ចូលចិត្តពណ៌បៃតងជាងបេះបានអាហ្នឹងបេះបានហ្នឹងវាចាស់ហើយ អូបានទេ បាទហើយផ្លែវាធំល្អទៀត អានេះខ្ញុំគិតថានេះក៏បេះបានដែរនេះ បានអត់អីហ្នឹងបាន រេណូ យើងប្រមូលបាន តែប៉ុណ្ណាខ្ញុំចេះណាចេះមើលវិធីបេះម្ទេសហ្នឹងនេះប្រមូលផលបានហើយក ែមើលណោះ សួរចំណាំឯងម្ទេសដែលចាស់គឺពណ៌វាបៃតងហើយបៃតងកម្ៅនេះបៃតងដែរប៉ុន្តែបៃតងភ្លឺបើមួយនេះវិញនេះមិនអាចបេះបានបៃតងកម្ៅហើយបែកកាឡាទៀតបងថ្ងៃនេះអរគុណបងច្រើនណាស់ដែលបានជួយបរៀនខ្ញុំពីរបៀបប្រមូលផលម្ទេសហាវ៉ៃ បាទម្ទេសហាវ៉ៃហ្នឹងអត់អីទេព្រោះម្ទេសហាវ៉ៃយើងតាំងពីដាំរហូតដល់បានផលនេះវារយៈពេលប្រហែលជា2ខែជាងហើយវាអាចទុកឲ្យយើងប្រមូលផលក្នុងរយៈពេល3ខែក្រោយអញ្ចឹងពី2ខែជាងមករហូតដល់3ខែក្រោយគឺយើងប្រមូលបានរាល់ថ្ងៃអញ្ចឹងណា មកផ្ទះសំណាញ់នេះមានប្រហែលជា1000ដើមហើយនៅក្នុងស្ថានបងគឺមាន3ផ្ទះសំណាញ់បងអញ្ចឹងពេលប្រមូលផលម្ដងមកផ្ទះសំណាញ់នេះប្រមូលផលបានប៉ុន្មានទៅ ក្នុងមួយថ្ងៃយើងប្រមូលផលមកផ្ទះសំណាញ់ប្រហែលជាបាន20ទៅ30គីឡូ មកផ្ទះសំណាញ់នេះប្រមូលផលមួយថ្ងៃបាន30គីឡូហើយមាន3ផ្ទះសំណាញ់រយៈពេលប្រមូលផលត្រឡប់3ខែទៀតច្រើនណាស់ណារ៉េណូ ហ្នឹងហើយ អូយយើងគិតដូរលបមកដាំម្ទេសហាវ៉ៃវិញហី មកចាំបងជួយបរៀន អញ្ចឹងហ៎បង